ការដែលធ្វើការងាររកទ្រព្យសម្បត្តិមិនជាការងារទេញោមលំបាកជាទីបំផុតញោមញាតដឹងស្រេចហើយមានគូសកលមកចាប់ពីនោះមកគឺប្រឹងប្រែងធ្វើការងារតាមចំណេះជំនាញរបស់ខ្លួនចេះអីក៏ធ្វើទៅធ្វើស្រែធ្វើចម្ការអ្នកចំនួនជួញប្រែធ្វើមន្ត្រីរាជការអីសតការងារហើយខិតខំដួលចុះក្រោកឡើងអានឹងជាការលំបាកក្នុងជីវិតមួយហើយបងវិជីវិតរបស់មនុស្សដែលកើតមកហើយមកដៃទៅទីតែណាញោមញាណតែទីរកនឹងកើតមកយើងឃើញស្រាប់យើងធំហើយមើលទីរកកើតមកខ្លួនទៅទីរណុលកោអត់មានអីទេសម្ពុតខោអាវគឺលោកឪពុកអ្នកម្ដាយទេក៏រមមកបាត់បាំងឲ្យក្រោកដណ្ដប់ឲ្យខ្លួនអត់មានយកអីមកទេហើយពពុទ្ធលោកសម្ដែងថាសព្ពេសតាអាហារតិដ្ឋិកាសត្វទាំងឡាយទាំងពួងរស់នៅបានព្រោះអាហារចឹងក៏យើងកើតមកមានបានយកអាហារមានយកអង្គត្រីងៀតប្រហុយណាមកដៃទៅទីស្អាតប៉ុណ្ណឹងបានតែជីវិតរស់នៅជាការកម្របំផុតក៏យើងនៅជាទេរៈតូចយើងប្រើប្រាស់វត្ថុ4យ៉ាងសម្ពុតខោអាវមហូបអាហារគេហដ្ឋានផ្ទះសម្បែងក្រេមុងកន្ទេលពុកខ្នើយនិងថ្នាំជាបារោគរបស់4យ៉ាងរបស់លោកឪពុកអ្នកម្ដាយគិតរកត្រៀមបំរុងដើម្បីនឹងឲ្យជីវិតកូនដែលជ្រោកកោនក្នុងគាត់ជ្រោកជាមនុស្សរបស់គាត់បានទទួលសេចក្តីសុខណាគាត់ទំនុកបំរុងស្រេចទៅដល់យើងនៅក្មេងសិក្សារៀនសូត្រអក្សរសិល្ប៍វិទ្យាទៅមានចំណេះចេះដឹងវេលាយើងមានគូមានសកលទៅដល់ពេលហ្នឹងគឺត្រូវរកខ្លួនឯងហើយរករបស់4យ៉ាងសពុតខោអាវមហូបអាហារផ្ទះឋានផ្ទះសម្បែងថ្នាំជាបារោគត្រូវយើងរកខ្លួនយើងទាំងអស់ការដែលធ្វើការងាររកទ្រព្យសម្បត្តិមិនជាការងាយទេញោមលំបាកជាទីបំផុតញោមញាតដឹងស្រេចហើយមានគូសកលមកចាប់ពីនោះមកគឺប្រឹងប្រែងធ្វើការងារតាមចំណេះជំនាញរបស់ខ្លួនចេះអីក៏ធ្វើនឹងទៅធ្វើស្រែធ្វើចម្ការអ្នកចំនួនជួញប្រែធ្វើមន្ត្រីរាជការអីសតការងារខិតខំដួលចុះក្រោកឡើងអានឹងជាការលំបាកក្នុងជីវិតមួយហើយបងការរស់នៅនឹងគឺលំបាកហើយនឹងសេចក្តីទុក្ខផ្សេងដែលផ្ដល់ឲ្យពីមជ្ឈដ្ឋានរបស់សង្គមមនុស្សនឹងដែលមិនសូវល្អនឹងប៉ះពាល់ដល់សេចក្តីសុខរបស់ពលយើងនេះដែរយើងរស់នៅដោយលំបាកជាទីបំផុតសម្រាប់ជីវិតរបស់មនុស្សលំបាកបំផុតនឹងរកទ្រព្យសម្បត្តិដែលមកចិញ្ចឹមជប់លៀងជីវិតឲ្យរស់នៅហ្នឹងញោមស្ដាប់យល់បានទេហើយកើតមកដៃទៅទីមានរែកអង្គឲ្យណាយកមកអត់អង្គឈើព្រៃយើងរកក្រោយហូបបាតនឹងរកមកអាហារជាក្រៃលែងជាទីបំផុតហើយនឹងសេចក្តីរស់នៅដោយសេចក្តីសុខស្ងប់ស្រួលមិនងាយទេជីវិតតែរស់នៅជីវិតរបស់សត្វទាំងឡាយពុំរស់នៅដោយលំបាកជាទីបំផុតព្រោះយើងរកទ្រព្យសម្បត្តិបានមកចិញ្ចឹមជីវិតលុះដល់វេលាដែលយើងស្លាប់ទៅដៃទៅទេទៀតខ្ញុំអត់មានយកអីទៅទេអាកើតមកក៏ទៅទេរកទ្រព្យសម្បត្តិបានហើយដល់វេលាស្លាប់យកទៅអត់បានទេទ្រព្យសម្បត្តិហ្នឹងនេះសល់ចោលនៅលើផ្ទះបានតែមនុស្សរស់តែគេប្រើណាយើងអ្នកស្លាប់ហើយអត់បានប្រើទេតើយើងមានអ្វីជាគ្រឿងទីពឹងរបស់ផងយើងព្រោះយើងស្លាប់ហើយត្រូវកើតទៀតមិនទាន់ចប់ទេបងកំណើតថ្មីរបស់យើងហ្នឹងយើងទីពឹងអ្វីថាពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធលោកឲ្យយើងសន្សំបុណ្យសន្សំកុសលអានឹងជាទ្រព្យសម្បត្តិដែលយើងត្រូវទីពឹងខ្លួនយើងទៅលោកខាងមុខហ្នឹងបងមានតែពីរដែលញោមញាណ
មានតែអំពើបាបមួយអំពើបន់មួយគ្រឿងទីពឹងរបស់ព្រះយើងបើញោមញាតសាងបាបអកុសលច្រើនត្រូវបាបនោះឯងមនុស្សទៀតឬទៅកើតក្នុងឋានសួគ៌ឋានព្រំមានរូប